ចៅហេតុថាមិនស្គាល់អ្វីជាអ្វីនេះទេស្ដេចគ្រុឌក៏បានប្រដៅចៅដោយយកភ្លើងដុតគូតតែម្ដងអាយអូយក្តៅណាស់មិនបានទេខ្លាចហើយមិនចាំយូរទៀតទេស្ដេចគ្រុឌក៏បានព្រោះភ្លើងដុតពូគីតែម្ដងជួយផងអូយក្តៅណាស់ពូគីគឺជាមនុស្សកាចកំណាញ់ខ្សែលើចំឆ្លីគេនិងលបលុនទីបំផុតគាត់ក៏មកស្លាប់ដោយសារចង់បានស្រីចម្លែករបស់ស្ដេចគ្រុឌរឿងក្របស្រីចម្លែកមិនងងឹតហើយនៅឡើយធ្វើការនេះហើយគឺជាវាសនាម្ដាយកូនពីរនាក់រស់ព្រឹកខ្វះល្ងាចក្រីក្រតោកយ៉ារស់នៅលំបាកគ្មានពេលណាស្បាយនៅក្នុងវាលស្រែថ្ងៃនេះប៉ុណ្ណឹងបានហើយមិនងឹតអញ្ចឹងខ្ញុំខ្លាចតែស្ទង់ស្រូវមិនបានល្អទេចាលោកប្អូនតោះកូនរៀបចំទៅផ្ទះបានម៉ែទៅផ្ទះឲ្យដឹងទៅផ្ទះណាតិចថាលួចយកកដាប់ស្រូវខ្ញុំទៅស្ទង់នៅផ្ទះអីគឺថាមិនបានជាដាច់ខាតពូខ្ញុំមកស៊ីឈ្នួលស្ទង់ពូគឺដើម្បីប្រាក់ឈ្នួលខ្ញុំមិនមែនចង់បានកដាប់ស្រូវរបស់ពូនោះទេអីថាមត្រូវដែរហ្នឹងណាអ្នកក្រអញ្ចឹងហេងសយអីលួចយកតែមកកដាប់ពីរអីមិនវិលស្រែកខ្ញុំទៅហើយទេអីខ្ញុំមិនធ្វើអញ្ចឹងទេលោកប្អូនម្យ៉ាងខ្ញុំអត់មានដីស្រែផងនឹងតើយកទៅស្ទូងទីណាទៅវិញនោះទី1លបងនេះមិញស្រស់នាងនិតមិញម៉ៃលបងស៊ូលេងហីមិញពៅនាងអូននិងលបងកនគឺសុទ្ធតែខ្វះសំណាបទី2មិញលៀបនឹងឯងនេះក៏អាចដាំក្រោយផ្ទះបានដែរដាំវាមិនបានផលដូចស្ទូងនៅក្នុងស្រែណាពូមិនបានផលតែអាចដូរយកក្របពូជមកដាំបាននោះអីយើអាក្របានហើយគំនិតខូចនេះមិនចូលចិត្តសោះអញពូគីនិយាយផងរអ៊ូផងរួចក៏បានដើរចាក់ចេញទៅចំណែកចៅកែវក៏បាននិយាយថាម៉ែពូគីគាត់ដូចជាមើងងាយពួកយើងពេកហើយពួកយើងមិនទាន់បានធ្វើអីផងគាត់បែរជាថាយកតែម្ដងមិនអីទេកូនកុំខ្វល់អីអ្នកក្រដូចយើងបើគេស្អប់ហើយនោះទោះបីជាយើងមិនខុសយ៉ាងណាក៏គេមិនបើកចិត្តទទួលដែរតោះទៅផ្ទះទៅណាកូនម៉ែកូនចង់ហួសទៅដកផលិត 3-4 ដើមសិនម៉ែមេឃយប់ហើយមិនបាច់ទេណាកូនមិនអីទេម៉ែម្យ៉ាងកូនចង់ទៅសម្អាតខ្លួនផងដែរហ្នឹងណាចាកូនបើអញ្ចឹងប្រយ័ត្នផងណាបានម៉ែនាល្ងាចនោះចៅកែវបានសម្ដៅទៅបឹងតូចមួយដែលមានប្រលិតដោះលឺដកបានប្រលិតនិងសម្អាតខ្លួនរួចមេឃក៏ងងឹតល្មមចប់បាត់ហើយមេឃយប់អញ្ចឹងម៉ែប្រហែលជាចាំផ្លូវយូរហើយគិតរៀបចំទៅវិញសិនទៅបានចៅកែវបានធ្វើដំណើរតាមផ្លូវមួយដែលគាត់ជឿជាក់ថាជាផ្លូវទៅផ្ទះវិញតែថាម្ដងនេះមិនអញ្ចឹងទេចៅកែវបែរជាវង្វេងចូលទៅផ្លូវណាមួយផ្សេងក៏មិនដឹងចម្លែកណាស់កាន់តែដើរកាន់តែយល់ឃើញតែផ្លូវនេះមិនដូចមុនទេតែខ្ញុំវិញផ្លូវទេដឹងហ្នឹងចៅកែវហេតុថាមេឃកាន់តែយប់គាត់កាន់តែខ្លាចម្ដាយបារម្ភហេតុនេះគាត់ក៏បានព្យាយាមរកផ្លូវណាក៏ប៉ុន្តែគ្រប់យ៉ាងគឺមិនដូចការរំពឹងទេបែរជាមកដល់សំបុកហង្សទៅវិញម៉ែវានេះគឺជាគ្រាប់ស្រូវមុននេះខ្ញុំបានទៅពំស្រូវមកពីដានព្រៃហែមពៀនមកច្រើនណាស់ម៉ែវាឯងឆៃចុះពុកវាស្រូវនេះធំចម្លែកណាស់បើខ្ញុំគិតមិនខុសទេរសជាតិវាមកជាមិនអន់នោះទេប៉ិតដែរទេគឺមែនហើយខ្ញុំបានឆៃរួចហើយវាពិតជាមានឱជារសណាស់ហើយខ្ញុំក៏មានកម្លាំងខ្លាំងជាងមុនទៀតផងអ្នកមើលចុះបើអញ្ចឹងល្អណាស់ខ្ញុំឆៃសិនណានេះហងញីឆៃស្រូវចម្លែកទាំងនោះយ៉ាងរីករាយហើយដោយសារតែអាហារនេះឆ្ងាញ់ពេកនាងហងញីក៏បានពោលបន្តថាអ្នកអើយនេះខ្ញុំមិនដែលស្គាល់រសជាតិស្រូវណាឆ្ងាញ់ចឹងនោះទេវាពិតជាផ្អែមឈ្ងុយតែម្ដងមែនហើយម្យ៉ាងខ្ញុំល្បីថាបើបានដាំកាលណាស្រូវតែមួយគ្រាប់ក៏ដុះដើមមកផ្លែដល់ទៅមួយតៅទៀតផងណាដឹងទេមែនក៏អីនេះ
បើអញ្ចឹងអ្នកទៅប៉មវាទៀតមកខ្ញុំនឹងដាំវាទុកយកផ្លែហូបលើក្រោយតែម្ដង តែថាវាអស់ទៅហើយខ្ញុំបូតបានតែប៉ុណ្្នឹងទេមួយវិញទៀតមិនដឹងថាមួយណាជាក្របវេទមន្តនោះទេ ស្ដាប់ទៅដូចជាចម្លែកណាស់មានន័យថាយ៉ាងម៉េចទៅនេះ គឺក្នុងចំណោមក្របពូជនោះមានតែមួយក្របទេដែលមានវេទមន្តពិសេសដាំដុះបានផ្លែម្តៅហ្នឹងណា បើអញ្ចឹងខ្ញុំកាត់ដាំសិនក្រែងក្នុងនោះមានស្រូវវីតាមីន ដាំក៏ដាំចុះតែថាដាំម្ដើមបានម្តៅនេះគ្រាន់តែជាការនិយាយតគ្នាពីអ្នកបងក្អែកទេមិនដឹងថាពិតឬក៏អត់ផងហ្នឹង ចៅកែវបានលឺហើយក៏បានគិតថា បើបានយកទៅដាំមុខជាល្អណាស់ទោះថាមិនដឹងពិតឬក៏អត់បើបានសាកក៏អស់ចិត្តដែរ កំពុងតែគិតសុកស្រាប់តែមានក្របស្រូវមួយគ្រាប់ធ្លាក់ចុះមកនៅចំពោះមុខគាត់តែម្ដង នោះជាក្របស្រូវចម្លែកមែនទេវាធំណាស់វាពិតជាចម្លែកដូចហង្សនិយាយមែនហើយ ឃើញបែបនេះហើយចៅកែវក៏បានរើសយកក្របពូជនោះrồiក៏បានបន្តទៅរកផ្លូវទៅផ្ទះដើម្បីត្រឡប់ទៅផ្ទះវិញនៅផ្ទះចៅកែវកូនម៉ែទៅតែមកពីណានឹងម៉ែបារម្ភណាស់ណា សុំទោសផងម៉ែព្រោះកូនយប់មិញវិញផ្លូវហ្នឹងណា មិនអីទេកូនបានហើយទៅសម្រាកចុះ ម៉ែកូនអត់សម្រាកទេព្រោះពេលនេះដល់ពេលត្រូវទៅស៊ីឈ្នួលស្ទូងស្រូវពូគីហើយហ្នឹង សម្រាកសិនទៅណាកូនយប់មិញមុខជាអត់ងងុយណាស់ហើយចាំម៉ែប្រាប់លោកប្អូនគីឲ្យណា តែពូគីនឹងកាត់ប្រាក់មិនខានទេម៉ែ កាត់ក៏កាត់ចុះកុំឲ្យតែកូនមានជំងឺទៅជាការបារម្ភណាកូនម៉ែ បើអញ្ចឹងកូនសុំសម្រាកមួយសឡេតចុះណាម៉ែ ចាហើយត្រីអាំងនៅចង្ក្រានក្រោយកូនយកទៅហូបជាមួយបាយកកចុះណាម៉ែទៅមុនសិនហើយ បានម៉ែ មិញលះបានចាក់ចេញទៅស្ទូងដូចសពដងចំណែកចៅកែវវិញនោះមិនបានសម្រាកទេផ្ទុយទៅវិញគាត់បានទៅក្រោយផ្ទះដើម្បីធ្វើរឿងមួយនៅក្រោយផ្ទះចៅកែវ ខ្ញុំដាំឯងនាទីនេះចុះហើយបើពិនដូចជាហង្សនិយាយមែនសូមឯងជួយដល់គ្រួសារខ្ញុំផងណា ចៅកែវដាំស្រូវមួយគ្រាប់នោះនឹងស្រោចទឹករួចរាល់ហើយក៏បានទៅវាលស្រែស៊ីឈ្នួលដូចសពដងវិញ ម៉ែកូនមកដល់ហើយ ណែមកល្អហើយមកបញ្ញាប់ទៅស្ទូងទៅណាកូននឹងអាលបានបើកប្រាក់ពូគីផងដែរក៏បានមកនឹងបានតេះឌីលថា ថាហើយឃើញទេមកយឺតបែបនេះអ្នកក្រមុខចលួចយកសំណាបខ្ញុំទៅហើយតើមែនទេ លោកប្អូនខ្ញុំបានជម្រាបហើយតើថាកូនកៅនឹងមកយឺតបន្តិចនោះអីគេមិនមែនយឺតដោយសារលួចអីទេណា ខ្ញុំដឹងតែនេះមិនមែនយឺតធម្មតាទេណា ចោះក្រែងខ្ញុំឲ្យលោកប្អូនកាត់ប្រាក់មិនចឹងមែនទេ មែនហើយគឺកាត់ប្រកបណាស់ហើយកាត់ទាំងមីងដែរទៀតហាមតវ៉ាផ្លែផ្កាតែស្កសម្លឲ្យសោះពូកុំធ្វើអញ្ចឹងអីម្ដាយកូនខ្ញុំខំណាស់ទៅហើយបើកាត់ប្រាក់ម្ដងទាំងពីរនាក់តើឲ្យគ្រួសារខ្ញុំរំពឹងអីកើតយើងមិនខ្វល់ទេតែថាបើមិនសុខចិត្តទេក៏កុំមកស៊ីឈ្នួលយើងទៀតអីយើងជួលអ្នកផ្សេងទៀតក៏បានដែរពូដូចជាហួសហេតុពេកហើយស្អីគេកន្លងមកស៊ីឈ្នួលគេហើយនឹងបានប្រាក់ខ្លះហើយបែរជាហ៊ាននិយាយតែគេហួសហេតុទៀតណាក្រអញ្ចឹងកុំសំដីលយពេកវើយតែពូធ្វើនេះមិនសមទេពូ បានហើយកូនតោះពួកយើងទៅវិញទៅណាកុំឆ្លោះប្រកែកគ្នាអីទុកថាជួយគាត់ទៅចោះណា ចេញទៅហើយកុំមកសុំវល់លន់តួគួរអាណិតឲ្យសោះទីនេះគ្មានការងារសម្រាប់ពួកឯងធ្វើទេ ចៅកែវថ្ងៃនោះអន់ចិត្តណាស់ព្រោះត្រូវពូគីកេងប្រវាញ់ញើសឈាមក៏ប៉ុន្តែហេតុថាស្លូតបូតគាត់គ្មាននិយាយបន្តទេមានតែសុកចិត្តចោះចាញ់និងដើរចេញតែប៉ុណ្ណោះនៅផ្ទះចៅកែវ ម៉ែទៅសម្រាកចុះកូនទៅក្រោយមកផ្លេតសិន
ចាកូនម្ដាយចៅកែវគ្រាន់តែដើរទៅដល់កន្លែងដាំស្រូវចម្លែកមួយគ្រាប់នោះគាត់ក៏បានសម្គាល់ឃើញថាព្រះអើយមានស្រូវចាក់កច្រើនណាស់តើវាកើតបានដោយរបៀបណាទៅណោះនេះអ្វីដែលហងនិយាយពិតជាអាចកើតឡើងបានមែនណាខ្ញុំសប្បាយចិត្តណាស់ហងពិតជានិយាយពិតហើយស្រូវតែមួយដើមទេតែបែរជាមានផ្លែធ្លាក់កោសឹងតែប្រមាណ1តៅទៅហើយខ្ញុំគួរតែកាប់ទុកសិនអូអត់ទេហៅម៉ែមកមើលសិនទៅបានខ្ញុំពិតជារំភើបពេកណាស់ចៅកែវសប្បាយចិត្តពេកគាត់ស្ទើរតែមិនជឿនឹងភ្នែកនោះទេហេតុនេះគាត់បានហៅម្ដាយយ៉ាងអន្ទះសារដូចគ្នាម៉ែមកនេះបន្តិចម៉ែមើលចុះទីនេះមានស្រូវកច្រើនណាស់ម៉ែអើយមីងលៀបឮសំឡេងកូនហៅយ៉ាងអន្ទះសារបែបនេះគាត់ក៏បានមកដល់ល្មមនិងបានសួរថាតើមានរឿងអីកូនបានជាស្រែកឮសំឡេងខ្លាំងយ៉ាងនេះហាម៉ែមើលចុះមានស្រូវឡើងមកកណោតែម្ដងមានស្រូវនេះស្រូវទាំងអស់នឹងកូនយកមកពីណាកូនណាកុំប្រាប់ថាកូនខឹងចិត្តរួចក៏បានលួចពីផ្ទះប្អូនគីនោះណាម៉ែសូមម៉ែស្ដាប់ខ្ញុំសិនណាខ្ញុំមិនបានទៅលួចពូគីទេតែនេះគឺកូនដាំតើម៉ែដាំមែនទេតើដាំយ៉ាងម៉េចទៅហើយដាំនៅឯណាកូនប្រុសទោះបីជាយើងក្រតែម៉ែក៏មិនឲ្យកូនធ្វើជាចោលដែរណាដឹងដែរទេអត់ទេម៉ែចាំខ្ញុំប្រាំម៉ែស្ដាប់កូនណាគឺថាថ្ងៃនោះកូនបានរើសគ្រាប់ពូជនេះពីក្រោមសម្បុកហង្សមកគូចៅកែវបានពោលរៀបរាប់រឿងរ៉ាវទាំងអស់នោះលោកមីងលៀបស្ដាប់ហើយក៏មានការភ្ញាក់ផ្អើលជាខ្លាំងហើយពិតជាមានគ្រាប់ស្រូវចម្លែកមែនក៏អីនេះជារឿងមួយចម្លែកឬមួយក៏ពិតជាអភូតហេតុអស្ចារ្យណាស់កូនគិតថាទេវតាប្រហែលជាមើលឃើញពីការលំបាកនិងការតស៊ូរបស់យើងហើយបានជាទ្រង់ផ្ដល់រង្វាន់ឲ្យយើងណាម៉ែចាកូនមិនថាសំណាងមិនថាអភូតហេតុអីទេតែពួកយើងក៏មិនអាចរស់ពឹងសេចក្តីចម្លែករហូតដែរមនុស្សយើងគឺត្រូវចេះធ្វើការណាកូនយល់ហើយម៉ែកូននឹងយកខ្លះធ្វើពូជហើយក៏យកខ្លះទៅលក់អន្សំប្រាក់ទិញដីស្រែទុកធ្វើបន្តណាម៉ែចាកូនពីពេលនោះមកឲ្យតែចៅកែវស្រោចទឹកហើយនោះស្រូវមួយផ្លែនោះចេះតែបញ្ចេញផ្លែមករហូតហេតុនេះចៅកែវបានទិញស្រែបានមួយក្នុងពេលដ៏ខ្លីដើមស្រូវអើយពេលនេះខ្ញុំមានប្រាក់ល្មមទិញបានស្រែហើយខ្ញុំក៏មានគ្រាប់ពូជផងដែរហេតុនេះឯងមិនបាច់បញ្ចេញផ្លែមកទៀតទេណានិយាយហើយចៅកែវក៏បានស្រោចទឹកដូចសពដងនិងបានទៅធ្វើការតាមញើសឈាមរបស់ខ្លួនឯងចុះពូគីវិញនោះនៅឯវាលស្រែក្បែរដីពូគីហេមករយៈនេះដូចជាមិនដែលឃើញម៉ែកូនអាកែវមកស៊ីឈ្នួលសោះតើពួកវាគ្មានអីស៊ីដាច់ពោះងាប់អស់ហើយទេដឹងនិយាយហើយពូគីបានដើរទៅមុខបន្តិចស្រាប់តែគាត់បានឃើញថាចៅកែវកំពុងតែកាប់ដីលើកភ្លឺស្រែរបស់គាត់អូវានៅកន្លែងនោះតើហើយវាលើកភ្លឺស្រែឲ្យអ្នកណាគេអញ្ចេះហាក់មានចម្ងល់បន្តិចហេតុនេះបរិះចិត្តអាក្រក់ម្នាក់នេះក៏បានដើរទៅចិត្តនិងបាននិយាយថាណែអាក្មេងក្រឯងធ្វើអីហ្នឹងហើយលើកភ្លឺស្រែនេះបានប្រាក់ឈ្នួលប្រមាណដែរបានជាខំសម្បើមយ៉ាងនេះអូគឺអត់បានប្រាក់ឈ្នួលទេពូស្អីគេមិនបានប្រាក់ឈ្នួលទេអីហើយខំអីក៏ខំម្ល៉េះចុះនេះជាស្រែខ្ញុំបើខ្ញុំមិនខំខ្ញុំមិនអាចថាមិនគប្បីលើដីស្រែទេពូស្អីគេជាស្រែឯងលួចអ្នកណាមកអួតទេដឹងសាច់ឈាមដូចជាឯងមានប្រាក់មកពីណាទិញស្រែនោះពូមិនជឿក៏ហីចុះតែខ្ញុំអត់ទំនេរមកឆ្លើយជូនពូទេលាសិនហើយណែអាកែវឈប់សិនអីអានេះក្រហើយឆ្លើយទៀតវ៉ៃមើលវាចុះឯងមិនទាន់សួរចប់ផងវាទៅបាត់មើលងាយគេហើយនោះប្រងឲ្យគេនៅឆ្លើយដូចទាសកលទៀត
គេមិនខឹងទុកថាគេល្អបំផុតហើយពេលនេះចៅកែវក៏បានទៅផ្ទះវិញចំណែកពូគីហាក់មិនអស់ចិត្តនោះទេអញដូចជាមិនជឿទេតាមដានវាសិនទៅបានតិចវាលួចស្រូវអញទៅថ្ងៃមុនចៅកែវបានសុំស្រូវកុំឲ្យបញ្ចេញផ្លែទៀតប៉ុន្តែថ្ងៃនេះចៅកែវបានឃើញថាមានស្រូវធ្លាក់ពេញដីគោទៀតហើយមានស្រូវទៀតហើយមើលទៅខ្ញុំមិនអាចខាត់ឯងបានទេមានតែបដ ாய் តាមតណៃចុះចៅកែវបានប្រមូលយកស្រូវហើយក៏ស្រោចទឹកដូចសពដងចំណែកពូគីក៏បានឃើញថាស្រូវកំពុងតែបញ្ចេញផ្លែនិងជ្រុះមកម្ដងបន្តិចម្ដងបន្តិចពីពេញដីចំនោះជាដើមស្រូវវេទមន្តមែនទេបានជាមានផ្លែជ្រុះមកមិនឈប់អញ្ចឹងនោះអូយើងដឹងហើយតាមពិតវាមានដោយសារតែស្រូវវេទមន្តនេះសោះសំណាងផងខំផងចៅកែវកាន់តែរីកចម្រើនចំណែកពូគីវិញនោះកាន់តែច្រណែនហេតុនេះថ្ងៃមួយនោះគាត់ក៏បានគិតថានៅផ្ទះពូគីត្រូវតែរកវិធីយ៉ាងណាយកដើមស្រូវនោះទៅបានបើយកបានមែនយើងមិនបាច់ហត់ធ្វើស្រែទេគិតហើយគាត់ក៏បានសម្រេចចិត្តរៀបចំមានការដោះដូរមួយនិងបានទៅរកចៅកែវសារជាថ្មីព្រមទាំងបាននិយាយថាចៅកែវអើយចៅកែវនៅផ្ទះទេហ្នឹងព្រះហើយអ្នកក្រដេកងើបសោះណោះធ្វើដូចជាមានអីឆៃគ្រប់គ្រាន់អញ្ចឹងបាទពូខ្ញុំនៅនេះតើពូមានការអីមែនទេយើងមកនេះចង់មានការដោះដូរមួយដោះដូរអីទៅពូគឺឯងឲ្យផ្ទះមកយើងមកចំណែកផ្ទះឈើទី2របស់យើងនោះឯងយកទៅចុះយើងព្រមដូរជាមួយឯងថាម៉េចពូតែផ្ទះខ្ញុំនិងផ្ទះពូមានតម្លៃខុសគ្នាឆ្ងាយណាស់ណាពូផ្ទះយើងធំផ្ទះឯងតូចតែមិនអីទេយកចុះព្រោះយើងស្រឡាញ់ទីនេះម្យ៉ាងយើងបានធ្វើលិខិតដោះដូររួចហើយចាំតែឯងយល់ព្រមតែប៉ុណ្ណោះបានពូបើបានជាពូចង់បដូរទៅហើយក៏បដូរទៅចុះខ្ញុំយល់ព្រមបើបានជាដូរហើយនោះក៏នាំម៉ែឯងចេញទៅព្រោះយើងចង់រស់នៅទីនេះនៅក្នុងពេលនេះតែម្ដងបាទពូខ្ញុំនឹងនាំម៉ែខ្ញុំទៅថ្ងៃនេះតែម្ដងពូកុំបារម្ភអីខ្ញុំរៀបចំបន្តិចសិនក្រោយបដូរផ្ទះគ្នាហើយចៅកែវក៏បាននាំមីងលៀបទៅចំណែកពូគីមិនចាំយូរទេគាត់ក៏បានរីករាយនិងបាននិយាយថាម្ដងនេះបានលើយើងហើយថាទៅអាកែវនេះល្ងងណាស់មានដងមាសដងប្រាក់ហើយបែរជាមិនចេះថែរក្សាទៅកើតនិយាយហើយពូគីគាត់ក៏បានទៅក្រោយយ៉ាងលឿនបានហើយគ្រានោះគាត់បានសង្កល់ឃើញថាមិនក៏មិនមានស្រូវធ្លាក់មកគ្រាប់សោះអញ្ចឹងអូមែនហើយប្រហែលជាវាមិនទាន់ដល់ពេលហើយមើលទៅបានល្ងាចចាំយើងមកមើលចុះពូគីបានទៅសម្រាកចំណែកហង្សមួយគូក៏បានហៅមកដល់ក្បែរនោះនិងបាននិយាយថាអ្នកមើលចុះនោះជាដើមស្រូវដែលដុះចេញពីគ្រាប់ស្រូវចម្លែកនោះហើយឮថាក្នុងចំណោមគ្រាប់ស្រូវទាំងអស់គឺមានតែមួយគ្រាប់ប៉ុណ្ណោះដែលស្ដេចគ្រុឌចំណាយពេលបញ្ចូលធម្មពលផងទៀតមែនទេនេះគឺមែនហើយតែខ្ញុំក៏បានពំមកទាំងមិនដឹងថាគ្រាប់ស្រូវនោះជាស្រូវដែលស្ដេចគ្រុឌបានធ្វើវាឡើងសោះហើយវាក៏បានមកដល់ទីនេះនេះបើសិនជាស្ដេចគ្រុឌដឹងថាយើងលួចមកនឹងត្រូវដោះទីនេះតើពួកយើងនឹងមានគ្រោះថ្នាក់ដែរទេគឺមានគ្រោះថ្នាក់មែនហើយគឺថាពួកយើងនឹងស្លាប់ហើយម្ចាស់ផ្ទះក៏នឹងស្លាប់ដែរបើអញ្ចឹងពួកយើងគួរតែហោះចាក់ចេញទៅបើមិនអញ្ចឹងទេពួកយើងនឹងត្រូវស្ដេចគ្រុឌសម្លាប់មិនខានទេនិយាយគ្នាបែបនេះហើយហង្សទាំងគូក៏បានហោះចាក់ចេញទៅចំណែកស្ដេចគ្រុឌក៏បានមកដល់ល្មមតាមពិតដើមស្រូវគឺដុះនៅទីនេះសោះយើងចំណាយពេលរាប់ឆ្នាំមកហើយដើម្បីទៅធ្វើឲ្យមានស្រូវផ្លែឯងតែអ្នកណាក៏មិនដឹងបែរជាមកយកផលដោយងាយទៅវិញជួនគ្នានោះដែរចៅម្នាក់ក៏បានមកឃើញស្រូវ
នឹងបាននិយាយថា ចំថាមានស្រូវមានមែនពិសេសណាស់ម្ចាស់ផ្ទះនេះចំជាខ្ជិលមែនមិនចេះកាប់ស្រូវទុកសោះសំដីនេះមុខជាមិនមែនជាម្ចាស់ផ្ទះទេតើឯងមករកស្អីនៅទីនេះកុំថាមករកលួចស្រូវយើងណាតិចថាយើងមិនបានប្រាប់វើយអាយ៉ាជាបាក់សៃអីក៏មិនដឹងបែរជាមកហួងហែងសម្ដែងរឹកគំរាមផងតិចដាក់មកព្រួញអាំងស៊ីឥឡូវហ្នឹងមិនស្គាល់យើងថាជាស្ដេចគ្រុឌមែនទេពួកឯងនេះចំជាល្ងងណាស់បានយើងឲ្យឯងស្គាល់ពីស្នាដៃយើងទៅចុះកាន់តែនិយាយកាន់តែគំរាមណោះទៅចាញ់ទៅចៅហេតុថាមិនស្គាល់អ្វីជាអ្វីនោះទេស្ដេចគ្រុឌក៏បានប្រដៅចៅដោយយកភ្លើងដុតគូតតែម្ដងអាយអូយក្តៅណាស់មិនបានទេខ្លាចហើយគ្មានបានការមែនបានហើយគិតយករបស់យើងទៅវិញសិនទៅល្អស្ដេចគ្រុឌរៀបតែនឹងដកស្រូវទៅវិញទៅហើយក៏ប៉ុន្តែនាភ្លាមនោះស្ដេចគ្រុឌក៏បានពោលថាអត់ទេយើងចង់ដឹងថាអ្នកលួចនោះវាបែបណាទៅវិញយើងដូចជាមិនចង់ឲ្យវាបានរួចខ្លួនទេភ្លាមនោះពូគីក៏បានមកដល់ល្មមថ្មើរនេះមុខជាមានស្រូវហើយម្ដងនេះមានហើយគឺជាវានេះសោះស្អីហ្នឹងបិសាចមែនទេតើឯងចង់លួចស្រូវយើងមែនទេតាមពិតយើងមិនចង់ធ្វើបាបមនុស្សទេអ្វីដែលយើងតាមរកគឺស្រូវយើងប៉ុណ្ណោះតែឯងនេះធ្វើឲ្យយើងពិតជាមិនអាចរលប់កំហឹងបានទេហើយឯងចង់ធ្វើស្អីចេញទៅកុំមករំខានយើងប្រមូលស្រូវអីមិនចាំយូរទៀតទេស្ដេចគ្រុឌក៏បានព្រោះភ្លើងដុតពូគីតែម្ដងជួយផងអូយក្តៅណាស់ពូគីគឺជាមនុស្សកាចកំណាញ់ខ្សែលើចន់ឈ្លីគេនិងលុបលុនទីបំផុតគាត់ក៏មកស្លាប់ដោយសារចង់បានស្រូវចម្លែករបស់ស្ដេចគ្រុឌរីឯចៅកែវវិញនោះមួយឆ្នាំក្រោយមកនៅផ្ទះចៅកែវអូនសំឡាញ់បងទៅមើលស្រែហើយណាបងថ្ងៃនេះសម្រាប់សិនទៅទុកឲ្យកម្មករធ្វើចាស់ម្យ៉ាងបងក៏រវល់ពេកទៅហើយយ៉ាងណាក៏ត្រូវទៅមើលដែរអូនបងមិនអាចទុកការងារចោលបានទេម្យ៉ាងបងចង់ចែកគ្រាប់ពូជដល់ពួកគេទុកធ្វើផងបងពិតជាដឹងគុណគ្រាប់ពូជណាស់ហើយក៏ចិត្តល្អទៀតបើអញ្ចឹងអូននឹងជួយបងចោះណារឿងរបស់ចៅកែវបង្ហាញថាជាមនុស្សមិនគួរពឹងតែលើសំណាងមួយមុខនោះទេតែត្រូវដឹងគុណចិត្តល្អតស៊ូទើបមានជីវិតពិតពេញប្រសើរពូបាននាំឈ្មួញទៅកន្លែងអាត់កំបាំងដែលគ្មានអ្នកណាអាចចូលបានទេលុះត្រាតែគាត់សូត្រអាគមបើកទ្វារប៉ុណ្ណោះនៅចិត្តច្រកចូលភ្នំអូភាំងតោះចូលទៅមិនត្រឹមតែពួកបានទេព្រះអង្គនិងនីសែងក៏បានលបលួចចូលតាមពីក្រោយផងដែរតែឯងអត់មានឱកាសទេវើយងាប់ទៅអូយរឿងបាត់ដំរីស័ក្តិសិទ្ធិកាលពីព្រេងនេះបរិសម្នាក់មានទេពកោសល្យខាងតាក់ដំរីណាស់ហើយថ្ងៃមួយគាត់ក៏បានធ្វើដំណើរទៅតាក់ដំរីដោយសពដងនៅជាប់ជើងព្រៃក្មួយទៅតាក់ដំរីទៀតហើយមែនទេបាទពូគឺខ្ញុំទៅតាក់ដំរីដូចសពដងណាពូប៉ុន្តែមួយរយៈនេះដូចជាមិនសូវអំណោយផលសោះម្ដងបានម្ដងអត់វាជារឿងធម្មតាទេយ៉ាងណាក្មួយត្រូវតែខំប្រឹងឮទេបាទពូមានប្រសាសន៍ត្រឹមត្រូវណាស់ទៅចុះសំណាងល្អណាស់ក្មួយប្រយ័ត្នប្រយែងផងបាទអរគុណណាស់លោកពូខ្ញុំលាសិនហើយសែងបានខិតខំស្វែងរកដំរីយ៉ាងប្រុងប្រយ័ត្នគាត់ប៉ិនប្រសពមែនហើយតែថាគ្រប់យ៉ាងដូចជាមិនមានអំណោយផលសោះប្រហែលជាម្ដងនេះខ្ញុំតាក់មិនបានទៀតហើយមើលចុះ
គ្មានដានជើងដំរីសំបីតែមួយសោះ នាយសែងហាក់មានការអស់សង្ឃឹមណាស់ព្រោះម្ដងនេះគាត់មិនបានជួបសូម្បីតែមួយសោះដូច្នេះគាត់ក៏បានសម្រេចចិត្តត្រឡប់ទៅវិញនៅតាមផ្លូវ មកវិញហើយមែនទេក្មួយរួចចុះបានតម្រៃដែរទេគឺអត់បានទៀតហើយពូអើយខ្ញុំមិនយល់ដែរកុំថាឡើយដានជើងសំបីតែស្មោលក៏មិនឃើញដែរសង្ស័យតែតម្រៃវានាំគ្នាទៅព្រៃផ្សេងអស់ហើយមើលទៅនោះបានប្រហែលជាបែបនោះមែនហើយលោកពូហើយខ្ញុំក៏ប្រហែលជាត្រូវដូរមុខរបរផងដែរតាមដំណើរចុះក្មួយតែពូមានដំណឹងមួយដំណឹងអីទៅលោកពូបានដំណឹងមកថាដំរីព្រះរាជាបានរត់ចូលព្រៃបាត់ទៅហើយទ្រង់ចេញបញ្ជារកអ្នកពូកែតាក់ដើម្បីតាក់វាយកមកវិញណាក្មួយមិនក៏អីពូតែថាអ្នកតាក់ដំរីគ្រប់គ្នានៅក្នុងវាំងពូកែណាហេតុអីក៏តាក់មិនបានដូច្នេះពូបានឮមកថាពួកគេមិនអាចធ្វើបានទេព្រោះដំរីនោះមិនដឹងជាកើតអីទេវាកាចសាហាវណាស់ហាក់ដូចជាត្រូវអាគមអញ្ចឹងអូបើអញ្ចឹងខ្ញុំគិតថាខ្ញុំគួរតែទៅដាក់ពាក្យធ្វើរឿងនេះចុះព្រោះខ្ញុំក៏ទំនេរគ្មានការងារធ្វើដែរទៅចុះក្មួយសំណាងល្អណាស់ហើយបើមានបានកុំភ្លេចពូឮទេ អើយពូនិយាយលេងទេទៅចុះសំណាងល្អណាស់បានអរគុណណាស់លោកពូដែលបានប្រាប់ដំណឹងនេះដល់ក្មួយលាសិនហើយលោកពូដោយមិនបង្អង់យូរនីសែងបានធ្វើដំណើរឆ្ពោះទៅកាន់រាជវាំងនាពេលនោះតែម្ដងនៅក្នុងរាជវាំងសូមថ្វាយបង្គំព្រះអង្គថ្វាយបង្គំព្រះនាងឯងគឺជាអ្នកតាក់ដំរីមែនទេក្រាបទូលព្រះអង្គបើអញ្ចឹងឯងធ្វើរឿងនេះចុះយើងសង្ឃឹមទៅលើឯងហើយតែព្រះអង្គទូលបង្គំសុំសួរត្រង់នៅសំណួរមួយចំនួនបានទេបានសួរមកចុះតើដំរីត្រង់បាល់ចូលព្រៃយូរហើយមែនទេគឺបាល់ចូលព្រៃ3ថ្ងៃហើយតើដំរីត្រង់ជាដំរីឈ្មោលមែនទេមែនហើយកន្លងមកដំរីនោះតែងតែបាល់ចូលព្រៃរហូតមែនទេមែនហើយតែយើងមិនដែលឲ្យវារត់ចេញបានទេទាំងមកទាំងអ្នកតាក់នៅក្នុងរាជវាំងខាត់រហូតសម្រេចរាល់តែលើកលែងតែម្ដងនេះប៉ុណ្ណោះចម្លែកណាស់យ៉ាងម៉េចទៅហើយឯងអាចទៅរួចដែរទេតែបិតាដំរីនោះសំខាន់ណាស់សម្រាប់ព្រះនគរប្រជារាស្ត្រអាចនឹងខឹងសម្បាមិនខាន់ឡើយឬក៏បិតាចង់ឲ្យវាទៅរហូតនោះបិតាដឹងតែបិតាក៏គ្មានជំរើសដែរធ្វើម៉េចបើអ្នកដែលបិតាទុកចិត្តជឿជាក់ក៏បរាជ័យទៅហើយនោះព្រះអង្គទូលបង្គំនឹងខំប្រឹងធ្វើរឿងនេះព្រោះមួយរយៈនេះទូលបង្គំក៏ឆ្ងល់ពីរឿងដំរីផងដែរបានឯងប្រឹងធ្វើចុះណាចំណែកការហូបចុកផ្សេងយើងនឹងឲ្យអ្នកបម្រើរៀបចំជូនមិនឲ្យខ្វះទេសូមអរព្រះគុណបាទដូច្នេះទូលបង្គំសូមក្រាបថ្វាយបង្គំលាឲ្យក្រាបទូលទៅចុះហើយសង្ឃឹមថាដំរីដ៏ស័ក្តិសិទ្ធិរបស់នគរនឹងមិនមានរឿងអ្វីកើតឡើងចំពោះវាផងទៅចុះនាយសែងកាន់តែមានចម្ងល់រឿងដំរីព្រោះមិនត្រឹមតែដំរីព្រះរាជាទេសូម្បីតែដំរីក្នុងព្រៃក៏បានបាត់ផងដែររឿងនេះដូចជាចម្លែកណាស់មែនហើយដំបូងខ្ញុំគួរតែដេកថ្ងៃហើយធ្វើការយប់ទៅបានព្រោះរឿងចម្លែកខ្លះនឹងលេចឡើងតែពេលស្ងាត់តែប៉ុណ្ណោះនីសែងមិនបានចូលរកដំរីក្នុងព្រៃទេតែគាត់បានសម្រេចថានឹងសើបពីដំណឹងតាមរយៈដំរីនៃរឿងនេះនាចុងភូមិមេឃមិនតាន់ងងឹតផងឆ្កែអីក៏លូលឿនម្លេះវើយអញដូចជាញាក់ក្បាលយ៉ាងម៉េចទេនេះមិញមួនដើរផងភ័យផងមើលមុខមើលក្រោយចោះឡើងគ្រានោះគាត់ក៏បានដើរបុកនីសែងពីក្រោយចូលព្រៃប្រោកមួយទំហឹងអូយរួចចង់អ្នកណាគេមកជួសទីនេះស្អុយណាស់អើយខ្មោចអើយជួយផងអើយកុំសម្លាប់ខ្ញុំអីខ្ញុំរៀងហើយមីងខ្ញុំទេគឺនីសែងមែនទេ
hơi mình bật lần họ xì bật lật ở hơi ហើយមុននេះមីងចោះទឹកដកផលិតមែនទេមើលចោះលង្សើមជោគតែម្ដងហើយ ក្មួយយ៉ាមិញមិនបានចោះដកផលិតទេតែមិញស្មានថាក្មួយជាខ្មោចដឹងណាទៅមិញលិចនំបដ ாய் ទៅណាអើយ ពុទ្ធោឲ្យមីងរួចចុះមីងតាណាមកណាដែរបានជាដើមម្នាក់ឯងទាំងក្បាលប្រលប់បែបនេះ គឺមិញទៅរោពុកវាហូបបាយឮថាទៅភូមិត្បូងឥឡូវមិនតាន់ឃើញមកវិញសោះ អញ្ចឹងទេអីមីងទេបើតាមដែលខ្ញុំស្គាល់មីងមិនមែនជាមនុស្សដែលខ្លាចខ្មោចឯណាអីមីង ពីមុនមែនតែឥឡូវនេះមិនដូចមុនទេនេះក្មួយអាទៅរាជវាំងប្រហែលថ្ងៃមិនដឹងទេអី តើមានរឿងអីទៅមីង ក្មួយដឹងទេក្នុងភូមិមានបិសាចស៊ីមនុស្សណាមានអ្នកណាហ៊ានចេញទៅក្រៅនេះពេលយប់ទេ មានរឿងបែបហ្នឹងផងអីមីង ហើយនិយាយដល់រឿងនេះមិញប្រហោងពោះអស់ហើយណែមិញទៅហើយណាកុំឲ្យយប់តន់លីហើយណាក្មួយ បាទមីង ឃើញសភាពមិញមួននឹងទទួលដឹងរឿងនេះហើយនេសែងកាន់តែមានចម្ងល់រឿងនេះមិនមែនបិសាចហាក់បីដូចជាល្បិចរបស់មនុស្សរៀបចំទៅវិញ មួយរយៈនេះខ្ញុំមិនដេកផ្ទះទេគឺមានតែដេកនៅលើដើមឈើច្រកផ្លូវចូលភូមិហើយទៅបានខ្ញុំចង់ដឹងណាស់តើមានបិសាចមែនឬជាល្បិចអីទេ នីសែងមកចត់ខ្លាំងណាស់ទោះមូខំឆ្កែលូក៏ដោយក៏គាត់ត្រូវទៅស៊ើបឲ្យបានដែរទីបំផុតគាត់ក៏បានប្រទះឃើញរឿងមួយដោយចៃដន្យលោកបងខ្ញុំបានធ្វើតាមលោកបងហើយ ល្អណាស់បើមនុស្សគ្រប់គ្នាខ្លាចមិនហ៊ានចាញ់ក្រៅនាពេលយប់ប្រលប់ទេពួកយើងក៏ស្រួលធ្វើការដែរ តើខ្ញុំឆ្លាតដែរទេលោកបងលោកអាចជួញដូរសត្វដំរីទាំងនោះបានស្រួលហើយណាលោកបង អ្នកយកប្រាក់នេះចោះហើយបិទមាត់ឲ្យចិត្តណាបើលាក់មិនចិត្តទេអ្នកដឹងហើយថាខ្ញុំអាចធ្វើអ្វីបាននោះ ខ្ញុំដឹងហើយអ្នកណាតាហ៊ានលេងជាមួយគ្រូអាគមបានទៅខ្ញុំយកប្រាក់ហើយខ្ញុំទៅវិញហើយមីងមួនបានយកប្រាក់ហើយស្រាប់តែពូបានសូត្របាលីដាក់គាត់ធ្វើឲ្យមីងមួនកាត់ជាឈួតភ្លាមមួយរំពេចតែម្ដងអូឡា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  សុំទោសផងណាដើម្បីសុវត្ថិភាពចូលអ្នកឈួតដល់ងាប់ទៅចោះ និយាយអំពីនីសែងដែលនៅលើចុងឈើវិញឃើញសកម្មភាពទាំងអស់នោះហើយគាត់ហាក់បីដូចជាមិនជឿអំពីរឿងនេះនឹងភ្នែកនោះទេ ព្រះអើយពូបានស្លូតត្រង់ណាស់មិនក៏លាក់បាំងរឿងខ្មៅងងឹតបែបនេះពុទ្ធោពូពិតជាអាក្រក់ណាស់ នីសែងមិនហ៊ានកម្រើកទេព្រោះគាត់បានឃើញថាពូបានមានអាគមពូកែណាស់ដូច្នេះគាត់មានតែពួនសើប៉ុណ្ណោះ លបងទុកចិត្តចោះរឿងនេះគ្មានអ្នកណាគេដឹងទេរឿងនេះលោកក៏ប្រកែកណាស់ដែរខ្ញុំជឿទៅលើលោកហើយចោះឯណាប្រាក់នោះទុកចិត្តចោះខ្ញុំមិនអោយខ្វះសំបីតែមកកាក់ម៉ាស៊ីនទេខ្ញុំរាប់សិនល្អណាស់គ្រប់ហើយលោកបើនិយាយទៅតម្រៃនៅក្នុងព្រៃគ្មានមួយក្បាលណារួចផុតពីដៃលោកសោះអាគុំលោកពិតជាប្រកែកមែនទែនកុំនិយាយច្រើនឆាប់ទៅវិញទៅប្រយ័ត្នមានគេមកឃើញបែកការអស់ទៅចំណែកតម្រៃនៅឯជំរាលភ្នំឯណោះតម្រៃប្រមាណក្បាលនោះគឺនៅកន្លែងដដែលមែនទេមែនហើយទុកចិត្តចោះតម្រៃក៏គ្រប់ចំនួនដែរហើយក៏លាក់នៅទីអាចកំបាំងដូចគ្នាទៅចោះបើអញ្ចឹងខ្ញុំទៅហើយណាតើនេះគឺជាការពិតទេដែលថាពូបានលួចតម្រៃលក់ឲ្យឈ្មួញនៅក្រៅប្រទេសនោះពិតជាមិនគួរឲ្យជឿមែន ទីបំផុតនីសែងបានដឹងរឿងនោះហើយតែរឿងមួយទៀតដែលនីសែងឆ្ងល់នោះតែក្នុងចំណោមដំរីនោះមានដំរីព្រះរាជាដែរទេ ណាស់ហើយផ្ញើពូបានទុកសិនចោះខ្ញុំទៅតាមឈ្មួញនោះសិនទៅបាន នៅចិត្តជើងភ្នំមួយ 1 2 3 4 អូគ្រប់ហើយល្អណាស់តោះអាកូនកូនយើងនាំឯងទៅស្រុកក្រៅណាព្រះអើយតាមពិតដំរីនៅទីនេះសោះអញ្ចឹងតើបានជាខ្ញុំរកតាក់មិនបានសោះតែខ្ញុំគិតបែបណាទៅណោះចុះតម្រៃព្រះរាជានៅណាទៅម្ដងនេះអញមានទៀតហើយ
លក់ក្នុងតំបន់បានចំណេញតិចណាស់តែបើឆ្លងផុតពីជ័យដែនមុខជាគ្រប់ទឹកហើយបើដំរីលក់ទៅឲ្យប្រទេសក្រៅបែបនេះតើធនធាននៅក្នុងប្រទេសទៅជាបែបណានោះមិនបានទេខ្ញុំមានតែរកវិធីសិនទៅបាននីសែងមិនអាចបង្ហាញខ្លួនក្នុងពេលនេះទេដូច្នេះគាត់បានប្រើល្បិចមួយដើម្បីឲ្យឈ្មួញនោះភ័យស្លន់ស្លោជាខ្លាំងឆាប់ឡើងអាតម្រៃតិចមានគេមកតន់វើយឆាប់ឡើងមេឃភ្លឺឥឡូវហើយនីសែងបានពួនក្នុងកន្លៀតថ្មរួចធ្វើជាស្រែកធ្វើគំរាមដើម្បីឲ្យឈ្មួញភ័យនិងផ្អើលដល់ដំរីផងដែរលោកមេតបរកឃើញហើយតាមពិតដំរីគឺនៅទីនេះឆាប់ចូលទៅចាប់ចោលលួចនោះមកយេមានរឿងអីចេះមិនក៏មានអ្នកមកតន់បែបនេះហូយគិតធ្វើបែបណាទៅអញលោកមេតបវាមិនហ៊ានទៅណាទេពួកយើងចូលទៅចាប់អាចោរនោះតែម្ដងទៅនីសែងមានទេពកោសល្យចាប់ដំរីហើយក៏ចេះវិធីបង្អើលដំរីដូចគ្នាមើលចោះដំរីទាំងនោះនាំគ្នារត់ចូលព្រៃអស់ទៅហើយកុំទៅអើយអញអញមិនគួរសោះនៅមិនបានទេកិច្ចសិនហើយទៅបានឃើញថាសភាពការមិនស្រួលឈ្មោះក៏រត់ទាំងវេទនាមុតឈើមុតបន្លាធ្លាក់ក្រឡុកវេទនាយ៉ាងខ្លាំងសំមុខឲ្យអាចោរកំហូចតែថាពួកបានអាចចាប់ដំរីបានដោយរបៀបណាទៅណោះខ្ញុំដូចជាឆ្ងល់ណាស់នីសែងបន្ទាប់ពីបានដំរីខ្លះហើយគាត់ក៏បានយករឿងនេះទៅថ្វាយដល់ព្រះរាជាផងដែរនៅក្នុងរាជវាំងតើឯងបានដំណឹងអ្វីខ្លះដែរទេនៅទេព្រះអង្គតែទូលបង្គំមានរឿងផ្សេងចង់ទូលក្រាបទូលតើមានរឿងអីព្រះអង្គទូលបង្គំបានដឹងថាមានឈ្មួញលួចដំរីទៅលក់នៅក្រៅប្រទេសក្រាបទូលបង្គំបានឃើញពួកវាចរចាគ្នាទៀតផងថាម៉េចបើបែបនោះមុខជាបាត់បង់ធនធានសត្វព្រៃជាមិនខានពួកចោរដូចជាប្រហើនពេកហើយនៅយប់នោះទូលបង្គំបានបង្អើលសត្វដំរីឲ្យចូលព្រៃវិញអស់ហើយតែទូលបង្គំដឹងថាពួកគេនឹងបន្តសកម្មភាពម្ដងទៀតជាមិនខានក្នុងចំណោមនោះមានដំរីយើងដែរទេហើយឯងបានឃើញមុខពួកវាទេទូលបង្គំមិនបានឃើញដំរីនោះទេហើយទូលបង្គំក៏មើលមិនច្បាស់ដែរតែទូលបង្គំនឹងស៊ើបមើលបន្តទៀតក្រាបទូលតើឯងគិតបែបណាពួកវាមកជាបញ្ចេញសកម្មភាពម្ដងទៀតហើយម្ដងនេះទូលបង្គំនឹងតាមរកដំរីត្រង់ឲ្យឃើញតាមរយៈពួកគេផងដែរក្រាបទូលឯងដឹងទេដំរីនោះជាដំរីនាំសេរីដំរីស័ក្តិសិទ្ធិដល់នគរណាបើវាទៅនគរផ្សេងទៀតនគរយើងនឹងថយការរីកចម្រើនជាមិនខានទ្រង់ទុកចិត្តទូលបង្គំចុះទូលបង្គំនឹងព្យាយាមមិនឲ្យដំរីព្រះអង្គចាក់ចេញពីដែនដីនគរយើងបានសំបីតែមួយជំហានក្រាបទូលយើងមើលមនុស្សមិនខុសទេអញស្មោះត្រង់ណាស់ឥឡូវគិតអញ្ចេះចុះយើងនឹងចូលរួមជាមួយនឹងឯងតែព្រះអង្គរឿងនេះទូលបង្គំមិនចង់ឲ្យទ្រង់ពិបាកទេដំរីនោះសំខាន់ណាស់ដូច្នេះយើងនឹងរឹតបន្តឹងបណ្ដោយជាយដែនហើយក៏នឹងស៊ើបការនោះជាមួយនឹងឯងដែរព្រះអង្គពិតជាស្ដេចដែលអង្គអាចនឹងល្អិតល្អន់មែនក្រាបទូលបានហើយតោះចាប់ផ្ដើមទៅកុំឲ្យយូរកាលក្នុងគ្រានោះព្រះរាជាបានតែងខ្លួនជារាជធម្មតាឬក៏បានពួនលើដើមឈើចុងភូមិម្ដងទៀតជាមួយនឹងនាយសែងព្រះអង្គប្រយ័ត្នផងព្រះអង្គតតចុះមានមនុស្សមកហើយយើងពិតជាចង់ឃើញមុខវាណាស់ព្រះអង្គសូមទ្រង់ប្រយ័ត្នផងវាមកគៀកហើយគិតបែបណាទៅតម្រៃលើកមុនវិរុទ្ធចូលព្រៃអស់ហើយនឹងហើយខ្ញុំខានមិនស្ទើរទេណាឲ្យវាទៅចោលោកថាម៉េចក្រែងលោកចេះបល័យមែនទេហៅវាមកវិញមកគឺខ្ញុំមានតម្រៃដែលល្អជាងនេះលោកមកតាមខ្ញុំមកតើពួកវាទៅណាអញ្ចេះតាមដានពួកគេទៅព្រះអង្គសូមស្ដេចយាងពូបាននាំឈ្មួញទៅកន្លែងអាត់កំបាំងដែលគ្មានអ្នកណាអាចចូលបានទេលុះត្រាតែគាត់សូត្រអាគមបើកទ្វារប៉ុណ្ណោះនៅចិត្តច្រកចូលភ្នំអូភាំង
តោះចូលទៅ មិនត្រឹមតែពួកបានទេព្រះអង្គនិងនីសែងក៏បានលបលួចចូលតាមពីក្រោយផងដែរ អស់ចានណាស់មានដំរីដល់ទៅ2ក្បាលស្អាតមែនទែនចុះមួយនោះជាដំរីពរាជាមែនទេបានជាទ្រង់គ្រឿងស្អាតម្ល៉េះមែនហើយដំរីឈ្មោលនោះមិនមែនជាដំរីធម្មតាទេណាវាមានតម្លៃខ្លាំងណាស់ព្រោះជាដំរីស័ក្តិសិទ្ធិព្រះអើយនោះជាដំរីយើងតើដំរីសេរីយើងនឹកឯងណាស់ពិតហើយក្រាបទូលតែមើលទៅដំរីដូចជាសុខសប្បាយធម្មតាទេលោកពេញចិត្តដែរទេត្រឹមតែ2ក្បាលតើរាប់ថាចំណេញស្អីទៅលើកមុនខ្ញុំខាតច្រើនណាស់ណានោះជាដំរីពរាជាដំរីនាំសេរីដល់នគរបើវាទៅដល់ទីណាហើយទីនោះមុខជារីកចម្រើនជាមិនខានលោកដឹងដែរទេមែនទេអស់ចានណាស់តាមពិតខ្ញុំក៏ធ្លាប់ឮដែរតែមិននឹកស្មានថាបានឃើញនៅទីនេះសោះម្យ៉ាងទៀតយើងបានឲ្យដំរីទាំងពីរនេះបង្កាត់ពូជនឹងគ្នាក្រោយពីនោះវានឹងបង្កើតបានដំរីសដ៏មានឫទ្ធិលើលោកជាមិនខានដំរីមានឫទ្ធិអីលោកពិតជាប្រកែកណាស់ហើយក៏មានល្បិចណាស់ដែរមួយជាដំរីនាំសេរីរបស់ពរាជានិងមួយទៀតជាដំរីញីដែលមានឫទ្ធិបំផុតនៃពពួកដំរីទាំងឡាយមកពីក្នុងព្រៃដ៏សែនជ្រៅមានន័យថាមួយជាដំរីស្ដេចដ៏អស្ចារ្យចំណែកមួយទៀតជាដំរីនៃស្ដេចព្រៃក្រោយមកคล้ายជាគូនឹងគ្នាក៏មានកូនដំរីមានឫទ្ធិមែនទេមែនហើយពួកវានឹងបង្កើតកូនដំរីសដ៏មហាអស្ចារ្យហើយកូនដំរីនោះក៏នឹងបានជាស្ដេចដំរីដ៏មានអំណាចនៅក្នុងលោកនោះអីអស្ចារ្យលោកលក់វាមកឲ្យខ្ញុំមកម្យ៉ាងទៀតលោកដឹងទេកូនដំរីនោះនឹងคล้ายជាដំរីដ៏មានចេស្តាដំរីធម្មតា1000ក្បាលក៏មិនស្មើនឹងវាដែរតតឃើញនឹងសម្ដាប់ឮហើយព្រះអង្គក៏មានបន្ទូលតិចថាពិតជាមេរោគនៅក្នុងនគរមែនពួកនេះចំជាអាក្រក់ណាស់ពួកយើងចូលទៅសម្លាប់វាចោលទៅឈប់សិនក្រាបទូលពួកបាននោះមានវិជាចម្លែកណាពួកយើងមើលសភាពការសិនទៅចុះពេលនេះវាផើមហើយនៅទេទាល់តែមានមនុស្សមកបូជាជីវិតហើយខ្ញុំនឹងយកជីវិតគេនោះឲ្យទៅកើតនៅក្នុងពោះដំរីតែម្ដងចុះពេលនេះលោករកបានហើយបានហើយគឺឯងនោះអីទេមិនក៏អញ្ចឹងក្រែងពួកយើងជាដៃគូរកស៊ីនឹងគ្នាតើអីតែយើងចង់បានជីវិតឯងយូរហើយដើម្បីយើងខ្លាចជាស្ដេចអស្ចារ្យមានដំរីវេទមន្តយើងខំអត់ធ្មត់ជិត60ឆ្នាំហើយនៅអាល្ងងអត់ទេឯងនេះពិតជាអាក្រក់ណាស់យើងនឹងទូលព្រះរាជាអំពីអំពើខ្មៅងងឹតរបស់ឯងនេះតែឯងអត់មានឱកាសទេវើយងាប់ទៅអូយដោយពាក្យចាស់ពោលថារាប់មនុស្សខុសនាំទុកទោសដល់ខ្លួនមើលចោះពូបានសូត្របាលីនិងសម្លាប់ឈ្មួញស្លាប់យ៉ាងវេទនាជាទីបំផុតនៅទីបំផុតកិច្ចការរបស់យើងជិតបានសម្រេចហើយតែយើងមិនឲ្យឯងបានសម្រេចទេពូខ្ញុំខំគោរពពូមិននឹកស្មានថាពូជាចៅក្បត់បែបនេះសោះមិនក៏ឯងចូលមកទីនេះបានឯងដល់ថ្ងៃអន្សាហើយមិនយូរទេកងទ័ពសេនាយើងនឹងមកដល់ទីនេះអស់ហើយឯងកុំសង្ឃឹមឲ្យសោះពួកឯងចូលមករកសេចក្តីស្លាប់ដោយខ្លួនឯងទេម្យ៉ាងទៀតយើងក៏មិនចាំបាច់ហត់ទៅសម្លាប់ព្រះអង្គដល់នគរដែរព្រះអង្គប្រយ័ត្នផងពូបានមិនមែនជាមនុស្សទេពូបានសូត្របាលីថ្មីម្ដងទៀតក្នុងបំណងធ្វើគុតព្រះរាជានិងនីសែងមើលចោះគាត់គួរឲ្យខ្លាចណាស់ងាប់ទៅអំពើអាក្រក់មិនអាចឈ្នះអំពើល្អទេមើលចោះគ្រានោះដំរីសេរីក៏ដើរជន់ពូបានពីក្រោយរហូតដល់តែស្លាប់
ឯងអូដំរីសំឡាញ់ឯងធ្វើបានល្អណាស់ឥឡូវឯងទៅនគរវិញជាមួយយើងទៅណាកុំរស់នៅទីនេះនាំតែលំបាកទៀតអីព្រះរាជាចង់ឲ្យដំរីវិលទៅនគរវិញតែគ្រានោះហាក់មានអ្វីចម្លែកដំរីដូចជាមិនចង់ទៅទេព្រះអង្គមើលទៅយើងមិនមែននាំយកតែដំរីសេរីទៅទេតែយើងក៏ត្រូវទៅយកទាំងប្រពន្ធរបស់គេទៅជាមួយដែរហើយទៅបានក្រាបទូលយើងដឹងហើយមិនអីទេយើងនឹងមើលថែឯងនិងប្រពន្ធឯងឲ្យបានល្អនៅក្នុងវាំងឯងកុំភ័យថាបែកគ្នាអីណាគ្រាន់តែឮថាបានរស់ជាមួយប្រពន្ធដំរីសេរីក៏ងក់ក្បាលនិងព្រមទៅកាន់ព្រះរាជវាំងជាមួយព្រះអង្គផងដែរនិងបានរស់នៅសុខសាន្តតរៀងទៅ